សួស្តីក៏ដូចជាស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel ដែលមានរឿងនិទានហើយទាំងនឹងផងដែរអេមីនក៏លើកយកសាច់រឿងខ្មោចមួយដែលមានចំណងជើងថារឿងខ្មោចដង្ខៅតើលើកុំឲ្យខាតពេលវេលាយូរយើងចូលទៅដល់សាច់រឿងទាំងអស់គ្នាតែមុននឹងចូលដល់សាច់រឿងសម្រាប់បងប្អូនមកថ្មីកុំភ្លេចចុច Like Subscribe និងដាក់រូបកណ្ដឹងឲ្យអេមីនមានមួយផងណាដើម្បីទទួលបានវីដេអូថ្មីបន្តទៀតជាយូរលង់ណាស់មកហើយមានបុរសម្នាក់ឈ្មោះច័ន្ទជាបុរសពោះម៉ាយមានកូន2នាក់សប្តាហ៍ថ្ងៃប្រកបមុខរបរនេសាទត្រីដើម្បីចិញ្ចឹមជីវិតពូច័ន្ទមានការលំបាកខ្លាំងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសស្រីតូចគាត់ក៏សម្រេចចិត្តយកប្រពន្ធមួយទៀតដោយគិតថាគ្រាន់បាននាងជួយថែរក្សាកូនតែការគិតរបស់ពូច័ន្ទមិនបានដូចបំណងទេព្រោះប្រពន្ធក្រោយគាត់ជេរស្ដីនិងវាយធ្វើបាបកូនទាំងពីរស្ទើររាល់ថ្ងៃពេលពូច័ន្ទស្ដីបន្ទោសកុំឲ្យធ្វើបាបកូននាងក៏ខឹងហើយលួចធ្វើបាបនៅពេលដែលពូច័ន្ទមិននៅពូច័ន្ទខូចចិត្តយ៉ាងខ្លាំងណានឿយហត់នឹងការងារផងក៏ធ្លាក់ខ្លួនឈឺមិនយូរប៉ុន្មានគាត់ក៏ស្លាប់បាត់បង់ជីវិតចោលកូនកំសត់ទាំងពីរចាប់តាំងពីពេលនោះមកជីវិតកុមារទាំងពីរជួបតែភាពសោកសៅទទួលរងការវាយធ្វើបាបរបស់ម្ដាយចុងឥតមានស្រាកស្រានកាលបើឪពុកស្លាប់ទៅហើយភារកិច្ចរកត្រីធ្លាក់ទៅលើកុមារបងចំណែកភារកិច្ចការផ្ទះសពបែបយ៉ាងកុមារប្អូនជាអ្នកធ្វើទាំងអស់ថ្ងៃមួយពេលដែលកុមារប្អូនកំពុងតែជូតជណ្ដារផ្ទះម្ដាយចុងបានចុះពីលើជណ្ដារមិនប្រយ័ត្នក៏រអិលជើងធ្លាក់ពីលើជណ្ដារហើយម្ដាយចុងចិត្តអប្រិយនោះមានកំហឹងជាខ្លាំងនឹងកុមារប្អូនណាស់ក៏ស្ទុះឡើងទៅធាក់កុមារប្អូនឲ្យធ្លាក់ពីលើជណ្ដារដូចខ្លួនផងដែរជួនពេលនោះកុមារបងមកពេលរោត្រីឃើញហេតុការណ៍ដូច្នេះក៏ស្ទុះឡើងទៅរុញម្ដាយចុងចេញដួលអុកគូតនឹងដីហើយទាញដៃប្អូនស្រីក្រោកឡើងនឹងរត់គេចបាត់ទៅម្ដាយចុងខឹងយ៉ាងខ្លាំងណាឈើគូតផងខំរត់ដេញតាមក្រោយមិនទាន់ក៏ត្រឡប់មកផ្ទះវិញដោយគិតថាក្មេងទាំងពីរនេះរត់ទៅមិនបានប៉ុន្មានម៉ោងនឹងត្រឡប់មករកផ្ទះវិញជាមិនខានវិលត្រឡប់មកនិយាយអំពីខ្មោចដង្ខៅវិញក្រោយពីគាត់បានស្លាប់បាត់ទៅបានបន្សល់ទុកនៅទ្រព្យសម្បត្តិដែលមានតម្លៃយ៉ាងច្រើនដំណឹងនេះបានលេចលឺដល់ក្រុមចៅមួយជាបន្តបន្ទាប់ប៉ុន្តែគ្មាននរណាម្នាក់អាចយកទ្រព្យសម្បត្តិនោះបានឡើយពួកក្រុមចៅទាំងនោះសុទ្ធតែត្រូវខ្មោចលោកដង្ខៅលងនិងចាប់កាច់កសម្លាប់នៅនឹងកន្លែងខ្លះត្រូវលងឲ្យឈឺជ្រុះសក់និងរត់បាត់ជើងសព្រាតអ្នកភូមិក្បែរផ្ទះខ្មោចដង្ខៅទាំងប៉ុន្មានភ័យខ្លាចចោលផងណាខ្លាចខ្មោចដង្ខៅផងក៏នាំគ្នារុះរើផ្ទះរត់ចេញទាំងអស់ផ្ទះចាស់របស់អ្នកភូមិក្លាយជាទីជម្រករបស់ហ្វូងសត្វថ្មាតប្រចៀវចៀមទីតុយនិងខ្លែងស្រាកជាច្រើនដែលរងចាំស៊ីចំណីខ្មោចដង្ខៅនៅជុំវិញផ្ទះខ្មោចដង្ខៅឮតែសូរសំឡេងហ្វូងសត្វទាំងនោះស្រែកទ្រហឹងខ្យល់បក់វូសន្ធឹកស្លឹកឈើស្រោកស្រាកគួរឲ្យព្រឺក្បាលមិនយូរប៉ុន្មានកុមារទាំងពីរបានរត់មកដល់ផ្ទះរបស់ដង្ខៅហើយគិតថាម្ដាយចុងរត់មិនទាន់ពួកគេទេថ្ងៃបាក់រសៀលទៅហើយកុមារទាំងពីរពុំបានបាយចូលទៅក្នុងពោះនៅឡើយឃើញផ្ទះអ្នកមានស្ដុកស្ដម្ភមួយខ្នងហាក់ត្រេកអរខ្លាំងណាស់ស្រែកហៅម្ចាស់ផ្ទះសុំបាយឆីមួយម៉ាត់បំបត្តិការស្រេកឃ្លានស្រែករកម្ចាស់ផ្ទះម្ដងហើយម្ដងទៀតតែពុំមាននរណាម្នាក់ឆ្លើយតបសោះកុមារប្អូនក្រឡេកមើលឃើញបាយម្ហូបពោពេញនៅលើតុនាងត្រេកអរក៏រត់សំដៅនឹងទៅបំរុងយកបាយមកឆីតែបងប្រុសខាត់ហើយនិយាយថាសូមម្ចាស់ផ្ទះគេសិនទៅប្អូនស្រីក៏តបវិញឲ្យសុំយ៉ាងម៉េចទៅបើមិនឃើញម្ចាស់ផ្ទះផងនឹងបងខ្ញុំស្រែករកម្ចាស់ផ្ទះឡើងស្អកបំពង់កអស់ហើយបងប្រុសក៏តបប្អូនស្រីភ្លេចការទូន្មានរបស់ឪពុកយើងហើយឬថាមិនត្រូវយករបស់អ្នកណាដោយមិនសុំនោះទេប្អូនស្រីត្អូញត្អែហើយត្អូញត្អែទៀតខ្ញុំឃ្លានណាស់បងប្រុស
អីចាំបន្តិចនិយាយរួចបងប្រុសលើកដៃសំពះបន់ស្រន់ម្ចាស់ទឹកម្ចាស់ដីនៅទីនោះនិងសុំអាហារយកមកឆីត្បិតខ្ញុំនិងប្អូនស្រីឃ្លានខ្លាំងណាស់ប្តីប្រពន្ធខ្មោចដង្ខៅកំពុងអង្គុយលើធ្នឹមកាលបើបានឮសូរសំឡេងបួងសួងរបស់កុមារទាំងពីរហើយនោះក៏ញញឹមដាក់គ្នាដោយក្តីអាណិតអាសូរដល់កុមារទាំងពីរនោះរីឯម្ដាយចុងព្រឹកឡើងមិនឃើញក្មេងទាំងពីរត្រឡប់មកវិញក៏ដើរទៅតាមផ្លូវដែលបានរត់ដេញកុមារទាំងពីរកាលពីម្សិលមិញលុះដើរចូលជ្រៅទៅនាងម្ដាយចុងបានទៅដល់ផ្ទះខ្មោចដង្ខៅហើយក្រឡេកឃើញក្មេងទាំងពីរនោះកំពុងឈរនៅមុខផ្ទះនាងក៏ស្ទុះទៅវាយហើយសួរដឹងថាអត់មានម្ចាស់ផ្ទះនៅនាងក៏យកកំណាត់ឈើទៅវាយក្មេងទាំងពីរនោះឲ្យសន្លប់ដោយឃើញនៅក្នុងផ្ទះស្ងាត់នាងក៏ឡើងទៅលើផ្ទះរករើរបស់របរដែលមានតម្លៃឃើញសុទ្ធតែមាសពេជ្រកែវកងជាច្រើននាងក៏ត្រេកអរយ៉ាងខ្លាំងក៏យកមកពាក់ស្រោចពេញខ្លួនតែម្ដងព្រលឹងខ្មោចដង្ខៅប្តីប្រពន្ធឃើញដូច្នេះក៏ជប់បាយដ៏មានក្លិនឈ្ងុយឲ្យម្ដាយចង់ឃើញនាងក៏ដាក់គូតអង្គុយឆីមិនបានប៉ុន្មានអាហារទាំងនោះក៏คล้ายជាលាមកមកដង្កូវនិងឈាមស្រក់ពេញនឹងចានស្ត្រីនោះឃើញក្អួតផងចង្អោរផងនិងភ័យស្លន់ស្លោរត់ចុះពីលើផ្ទះត្រូវប្រពន្ធខ្មោចដង្ខៅតាក់ជើងធ្លាក់ពីលើជណ្ដើរស្ទើរស្លាប់ស្ទើររស់រត់ប្រះអាយុប្តីប្រពន្ធខ្មោចដង្ខៅដេញតាមហើយធ្វើឲ្យគ្រឿងអលង្ការដែលនាងពាក់คล้ายជាពស់រឹតខ្លួននឹងចឹកសម្លាប់ម្ដាយចុងចិត្តអប្រិយនោះបាត់បង់ត្រានោះទៅកុមារទាំងពីរក្រោយពីដឹងខ្លួនហាក់ដូចជាពុំបានចាំរឿងអ្វីទាល់តែសោះហើយពួកគេរស់នៅទីនោះដោយមានសេចក្តីសុខសាន្តជារៀងរហូតហើយសាច់រឿងរបស់យើងក៏ចប់តែប៉ុណ្ណឹងបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តនឹងការនិយាយរបស់ admin កុំភ្លេចជួយចុច like subscribe និងដាក់រូបកណ្ដឹងឲ្យ admin ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីបន្តទៀតជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នាប្រិមិត្ត